សួស្តីសម្រាប់អ្នកសរសេរកូដគឺប្រកាសជាធ្លាប់ប្រើ IDE Visual Code ហើយចឹងនៅក្នុង Laravel តាក់ទងខ្ញុំទៅប្រាប់ពី extension ដែលប្រើប្រាស់សម្រាប់នៅក្នុង Laravel ចឹងអ្នកទាំងអស់គ្នាអាចឆែកជាមួយនឹង keyword មួយនេះបានតាក់ទងពីវីដេអូចាប់របស់ខ្ញុំដែលខ្ញុំបានប្រើប្រាស់តើ extension មួយណានៅក្នុង Laravel ចឹងសម្រាប់នៅក្នុង project ថ្មីរបស់ខ្ញុំគឺតាក់ទង LMS ដែលយើង build learning management system តាក់ទងនៅក្នុងដែលខ្ញុំ add extension Visual Code បន្ថែមដូចជា auto import better comment code special code spec checker ចឹងមកចឹងតាក់ទងខាងក្រោមនេះគឺខ្ញុំ scroll ទៅមាន codex មាន editor អាចមានតាក់ទង AI agent របស់ Gemini ឬក៏ Google តាក់ទង Git ដូចជា Git history អាច Git code pilot ឬក៏ Git ignore Git land ចឹងមកសម្រាប់តាក់ទងដោយសារតែនៅក្នុងនេះគឺយើងប្រើជាមួយនឹង JS ជាងយើងប្រើ JavaScript ES6 ចឹងមកអានេះគឺជា official របស់ Laravel គឺឈ្មោះ Laravel ឬក៏ខ្ញុំអាចប្រើ Laravel format ដូចជាមួយទៀតគឺតាក់ទង Laravel extract intelligent ហើយសម្រាប់នៅក្នុង extension ខាងក្រោមទៀតដូចជា PHP namespace resolver ឬមួយទៀតតាក់ទង prettier ដែលយើងទៅ format code មួយអញ្ចឹងខ្ញុំសង្ខេបឡើងវិញមកតាក់ទងនៅក្នុងនេះគឺមាន auto មាន code spec ឬក៏អីចឹងមកអញ្ចឹងខ្ញុំគ្រាន់តែ scroll ធួឲ្យអ្នកទាំងអស់គ្នាទៅមើលទៅព្រោះខ្ញុំបានបញ្យល់បង្ហាញមុននឹងអស់ហើយបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមាន extension ណាប្រើបន្ថែមទៀតនៅក្នុង Laravel ដែលជួយអ្នកទាំងអស់គ្នាអញ្ចឹងយើងអាច drop comment នៅខាងក្រោមបានបាទសូមអរគុណ